បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅលេងអ៊ំខ្ញុំពេទ្យសត្វភូមិបាទនៅតាំងពីអង្គការខែអ៊ំបាទយូរណាស់មកហើយអ៊ំពីមុនខ្ញុំចាំជ្រូកដែរឬក៏ចាំឥឡូវទៅចាំយូរហើយប៉ុន្តែយើងបានរយៈសិនដើមយកទូកច្រើនពេកបាទឥឡូវខ្ញុំចាប់ដើមចឹងវិញដើមបាន2ឆ្នាំវិញបាន2ឆ្នាំវិញហើយ2ឆ្នាំនេះឥឡូវទាំងជ្រូកកូនទាំងជ្រូកអ៊ំផ្ទាល់ចូលបាន7កុំបីបាទមេកូន7មេកូន7ក្បាលចឹងចាំជ្រូកមេទាំងអស់ហើយឥឡូវកូនបានខ្លះហើយបាន3សម្បុក3សម្បុកហ្នឹងវាស្មើនឹង27ក្បាលបាទបាទហើយគឺផ្សេងៗអត់ដល់ទេក៏ដល់លក់មួយខែហើយលក់បានមួយសាអូលោកតាយើងតរហូតចាំដល់លក់អនុទីនេះកើតទៀតបាទមែនតែចាំជ្រូកមេម្យ៉ាងដែរបងប្អូនបងប្អូនឥឡូវអ៊ំឃើញជ្រូកក្នុងក្រុងនេះផ្ទាល់បងប្អូនក្នុងភូមិឃើញចិត្តដៃហ្នឹងបាទនេះគឺបាទឡើងមួយខែ5ថ្ងៃមុំលក់ទៀតហើយឥឡូវនេះគេចាប់តែកន្លែងហ្នឹងគេមកចាប់ទៀតដែរចាប់តរហូតហើយអានោះបាន10ថ្ងៃដល់តិចទៀតលក់តនោះទៀតហើយដល់នេះតិចទៀតឲ្យមួយតគ្នានិយាយទៅជ្រូកមេក្នុងមួយឆ្នាំកូន2ដងបាទអញ្ចឹងវាវិលជុំនេះកើតហ្នឹងក្នុងមួយទៀតបាទមនុស្សទៀតនេះជើងផាត់ក្នុងមួយទៀតបាទបន្ទាប់មកហើយចង់និយាយថាមិនដូចមនុស្សណាមនុស្សដែលយូរម្ដងទៅបាត់ស្វាត់ដូចជ្រូកនេះអញ្ចឹងមួយឆ្នាំ2ដងហើយតបើទៅចាំច្រើនមេវិលជុំរហូតអូចង់និយាយថាវាហត់បន្តិចមែនតែគាត់ថាយើងបានប្រាក់ចំណូលទេបាទហត់មានព្រមចាំមកខ្សែពីកាចអូកាចឈ្មោះពីក្រោយខ្ញុំភ័យមិញដោយសារបងប្អូននឹងស្រាប់អីជ្រូកវាងាយស្រួលដែរពេលខ្លះយើងដាក់តែចំណីដាក់អីចឹងហើយបាញ់ទឹកឲ្យវាសម្អាតទុំតិចតួចយើងអាចមានធ្វើការងារផ្សេងៗបានដូចអ៊ំយើងអាចតំណោះបាននៅផ្ទះនេះមើលយើងទៅមានក្បៃមានគោទៅមើលក្បៃអីបាទមកនេះចាំមកសម្អាតឲ្យបាទអ៊ំបាទនិយាយទៅស្រួលដែរបងប្អូនអរគ្នាប៉ុន្តែជ្រូកវាពិបាកអ្នកខ្លះគាត់ថាចាំជ្រូកមេពិបាកមិនពិបាកណាស់ទេមិនដូចជ្រូកសាច់ទេបើជ្រូកសាច់យើងមិនខែបាទម្យ៉ាងម្នាក់ដូចខ្លះគាត់មានលុយច្រើនបើចាំជ្រូកសាច់គាត់មានអាជីវដាក់ទៅតាមទឹកនឹងធុងអូតូប៉ុន្តែអានឹងគាត់តែដើមទុនច្រើនហើយក៏វាមិនសូវចំណេញច្រើនដូចនេះដែរហើយវាចំណាយថវិកាក៏ច្រើនដែរបាទជ្រូកសាច់មួយថ្ងៃត្រូវ3ដងហៅឲ្យបាទអ៊ំបាទហើយបើជ្រូកមេយើងថ្ងៃតែ2ដងឲ្យស៊ីកន្ទក់បាយធម្មតាពីទូអីទៅបាទអ៊ំបាទនឹងហើយពេលអញ្ចឹងវាម្យ៉ាងម្នាក់វាមិននិយាយទៅអ្នកដែលគាត់មានដើមទុនយើងធ្វើតាមលទ្ធភាពបាទដូចវាយើងមានតិចតួចយើងចាំមេទៅក៏វាស្រួលដែរបើយើងមានដើមទុនច្រើនយើងមិនមានពេលមកខែសំកូនទេកូនតែខ្សែដំបងយើងឃើញនៅក្បែរនៅក្បែរប្រហែល2យប់ទៅ3យប់បាទ2យប់3យប់គាត់ស្គាល់ដោះលែងខំគ្នាឲ្យកើតឡើងបានតែមួយថ្ងៃគេកាត់មួយយប់បាទកើតបានដល់ថ្ងៃយើងកាត់ធ្មេញចេញហើយបាទចំណុចទាំងអស់នេះក៏វាជាចំណុចល្អដែលបងប្អូនគាត់រៀនចាំទីដំបងអីគាត់ថាឆ្ងល់ហេតុអីបានគេកើតបានមួយថ្ងៃដោយអ៊ំនេះគាត់កាត់មួយយប់បាទខ្ញុំព្រឹកឡើងគេកាត់ធ្មេញបាទកើតបានមួយយប់កុំឲ្យវាខំប៉ះពាល់ដល់ដោះមកផងហើយនឹងខំគ្នាផងបាទឃើញបងប្អូនហ្នឹងចំណុចដែលយើងកាត់ធ្មេញគឺកាត់ដើម្បីចឹងមិនមែនកាត់ធ្មេញហ្នឹងដើម្បីឲ្យធំធាត់ជ្រូកទេអត់ទេអានោះការវាដល់វាទៅដើមដោះទៅវាខំដោះទៅអាចជាតបៅដោះទៅវាខានដោយនឹងវាខានអឹមហ្នឹងបាទមេវាឈឺវាលែងឲ្យទៀតលែងឲ្យកូនអឹមតែលែងឲ្យអឹមកូនជ្រូកលែងធំលែងធាត់អានេះចំណុចដែលបងប្អូនទាំងអស់គ្នាគួរស្វែងយល់ទៅតាមការចិញ្ចឹមជ្រូកហើយអ្វីដែលសំខាន់នេះបងប្អូនឃើញចឹងបាទបើយើងនិយាយពាក្យថាធ្វើអីក៏ដោយបើមិនមានហានិភ័យហើយបើមិនហត់វាអត់កើតទេវាត្រូវតែហត់ទៅតែមានហានិភ័យមានការធ្វើខ្លះហើយគាត់ថាបើយើងនៅផ្ទះឬក៏យើងទំនេរយើងឆ្លៀតធ្វើទៅបើយើងមិនធ្វើក៏យើងមិនមានបាត់បបពិសោធន៍thôiបាត់ពិសោធន៍តែគេនិយាយថាធ្លាប់តែស្ដាប់ទ្រឹស្ដីគេថាតម្រាំបានជោគជ័យនេះគេឆ្លងកាត់បរាជ័យនឹងវាច្រើនមកហើយដូចមុនដោមកអស់ដែលទៅរីននោះទៅទិញជ្រូកពីវៀតណាមគេកាលនោះកូនជ្រូកគេមួយទៅ60000ទិញមកតែបដៃជ្រូកគេតែ3ខែ2ខែ27ថ្ងៃអីវាអាច90គីឡូឡើងបាទបាទកាលនោះបាទហើយជ្រូកកាលនោះគីឡូវាតែ1គីឡូ75 80ហ្នឹងអស់ណាបាទបាទអូអត់ទៅបានឡើងដល់ឥឡូវគេលើ100ឡើង10000ជាងអញ្ចឹងទេបង10000ជាងចំណេញណាបាទហើយទិញពីគេនោះរត់ណោះទៅដល់ជើងភ្នំបាទកាលនោះយើងពូជយើងនឹងវាអត់មានល្អដូចគេនោះបាទទៅចិញ្ចឹមនោះចំណេញដែរប៉ុន្តែជ្រូកសាច់វាទៅចំណេញតិចហើយអាការនិភ័យនោះវាច្រើនច្រើនដល់ថាបើគ្រោះថ្នាក់ដល់យើងបរាជ័យនឹងខាតបាទអត់បបាក់នឹងចាប់ដើមសាថ្មីហើយបន្តសាថ្មីគាត់ខានសិនបាទឬក៏តអ្នកដែលគាត់មានដើមទុនទុកច្រើនថាអ្នកដែលយើងតិចតួចទេមិនលេងតែជ្រូកសាច់ហ្នឹងហើយអ៊ំមានរបស់យើងហើយទុកដូចថាទុកសងព្រីណាបាទកុំឲ្យសារះទ្រុងអញ្ចឹងទៅបាទនិយាយទៅចឹងបងប្អូនអរគ្នាចំណុចដែលបងប្អូនគួរស្វែងយល់តទៅនឹងការចាំជ្រុងចឹងហើយបើបងប្អូនជួបបញ្ហាបងប្អូន
បរាជ័យបើបងប្អូនបោះបង់វាចោលបងប្អូនធំចិញ្ចឹមក៏បងប្អូនទៅធ្វើអីផ្សេងទៀតក៏ដូចតែចាប់ដើមសារជាថ្មី អ្នកសាថ្មី បាទហើយសារថ្មីនេះក៏មិនប្រកាសថាបងប្អូនធ្វើទៅបានជោគជ័យដែរ បើហ្នឹងយើងអាចតែម្ដងបរាជ័យក្រោយអីទៅយើងបានជោគជ័យ បាទសំខាន់យើងយកអាបញ្ហាដែលបងប្អូនជួបប្រទះនេះយើងយកមកដោះស្រាយយើងយកមកថាមូលហេតុអីបើថាគេផ្ទុះជំងឺគេទាំងអស់គ្នាហើយការនៃងាប់តែជ្រូកយើងឬក៏ងាប់ទាំងអស់គ្នានិយាយទៅយើងស្វែងយល់ឲ្យបានច្រើនព្រោះមិនប្រកាសថាយើងតែឆ្ងល់ពេលខ្លះអ្នកខ្លះថាជ្រូកគេអត់ទៅការពារគេអត់ងាប់ឲ្យជ្រូកយើងការពារងាប់អាហ្នឹងវាមូលហេតុខ្លះដោយសារទីតាំងកន្លែងយើងអីចឹងទៅ សំខាន់អនាម័យ បាទការអនាម័យថែទាំធ្វើជីវិតវត្តគឺអ៊ំនិយាយចឹងវាសិតតែជាចំណុចដែលយើងត្រូវរៀនសូត្រទៅស្វែងយល់ ហ្នឹងមកវគ្គមុនខ្ទុះហ្នឹងគេជុំវិញងាប់អស់តាមាននៅទេ អូបាទអ៊ំបាទ នៅនឹងនៅសល់ទាំងអីជីទាំងសល់2ហើយនៅនឹងនៅទាំងអស់គ្នាចូលអ្នកលក់មិនដល់មកជាតិហ្មងហើយមិនដល់យើងហូបសាច់ទី បាទ តែយើងពេញហូបតែ អ្នកចិញ្ចឹមជ្រូកអត់ហ៊ានហូបសាច់ជ្រូកទេបងប្អូន មកហ្នឹងវាជ្រូកខ្ទុះមិនខ្ទុះហ្នឹងអីហូបធម្មតាប៉ុន្តែឲ្យទឹករៀងចាននេះអីឲ្យស៊ី បាទបាទ ហ្នឹងងាយរੂវានៅតាមខ្លាញ់តាមអីហ្នឹង បាទ មិនមែនថាយើងឆ្អិន 100% នៅតែមិនដោយទេដោយនៅតែដោយ បាទត្រូវអ៊ំត្រូវអញ្ចឹងបាទដូចអ៊ំនិយាយអញ្ចឹងសំបីតែអ៊ំគាត់បានរៀនសូត្របាទបដោះបដាលតាក់ទងជំនាញពេទ្យសាស្ត្រពីអង្គការ Care តាំងពីយូរណាស់មកហើយក៏ដោយគាត់នៅតែវាគាត់បើកចិត្តថាអញ្ចឹងទោះយើងជំនាញប៉ុណ្ណាក៏ដោយក៏យើងមិនប្រកាសថាអាចទប់ទល់បានដែរ បាទហ្នឹងហើយអាចជួយគាត់តែយើងអាហ្នឹងមានការបត់ពិសោធន៍ បាទ បត់ពិសោធន៍វាតែចិញ្ចឹមមិនបានជោគជ័យឬមួយមិនបានជោគជ័យ បាទបាទ ព្រោះយើងប្រហែលក្នុងការតាមដានពិសេសមើលវាពេលវាស៊ីចំណីចឹងអាណាស៊ីតិចស៊ីច្រើនអីឲ្យពេលដូចមេអញ្ចឹងអាណាវាមិនស៊ីបាយវាមានមូលហេតុដែរ បាទ មូលហេតុអីបានវាមិនសូវស៊ីជីក៏ស៊ីវាក៏អត់ស៊ីអាហ្នឹងដល់ចំណុចវាមកនេះអីយើងអាចចាក់ថ្នាំមកធ្វើការពារទៅបាន បាទបាទអ៊ំបាទល្អមែនតើឃើញទេបងប្អូននិយាយទៅវាមានរឿងជាច្រើនដែលយើងត្រូវស្វែងយល់តាក់ទងនឹងការចិញ្ចឹមនឹងមិនមែនថាដូចអ៊ំនិយាយប៉ុណ្ណេះជាមួយខ្ញុំនិយាយលេងជាមួយអ៊ំតិចតួចប៉ុណ្ណេះគឺអស់អត់ទេនៅច្រើនទៀតហើយបញ្ហាក៏វាអាស្រ័យទៅលើទីកន្លែងឬក៏ពេលវេលាជាក់ស្ដែងដែរវាមានទៅតាមនឹងថ្មីថ្មីហើយជំងឺក៏មានថ្មីថ្មីទៅតាមនឹងរហូតដែរសំខាន់ដូចអ៊ំថានេះគឺយើងតាមដានសុខភាពសត្វរបស់យើងការស៊ីចំណីការថែទាំការធ្វើជីវៈភាពហើយបើចង់ចិញ្ចឹមជ្រូកឲ្យទទួលបានជោគជ័យតាំងពីដំបូងបើយើងចង់ចិញ្ចឹមជ្រូកមេយកកូនយើងត្រូវជ្រើសរើសកូនធ្វើឲ្យល្អបាទមេរុំក្រាស់ដងខ្លួនវែងជើងត្រនកំងន់វាបើក៏យ៉ាងបាទហ្នឹងហើយបងប្អូនឃើញទេអញ្ចឹងគាត់ថាថ្ងៃនេះមកជួបអ៊ំថ្ងៃនេះមកចែកម្លែកឲ្យបងប្អូនបានដឹងខ្មែរយើងនឹងហើយមិនមែនថាការចិញ្ចឹមជ្រូកឯការចិញ្ចឹមសត្វផ្សេងៗក៏ដោយសិតតែមានហានិភ័យទាំងអស់ហើយក៏មានផលជោគជ័យដូចគ្នាហើយបើបងប្អូននិយាយទាំងអស់ទៅយើងថាតើទីផ្សារជារឿងមួយតែអ្វីដែលសំខាន់យើងត្រូវចេះដឹងយើងចេះឲ្យច្បាស់វាថាយើងទោះមិនច្បាស់ 100% គឺយើងអាចបានស្វែងយល់ទៅចំណេះដឹងការចិញ្ចឹមសត្វទាំងអស់ហ្នឹងផងដែរ បាទអីក៏បានត្រឹម 50% បាទកុំឲ្យយើងឆាវតែយើងទៅទេសោះទៅមកវាចិញ្ចឹមទៅវាខាត បាទបាទអ៊ំបាទ ដល់យើងចិញ្ចឹមទៅគ្រាន់តែថាយើងចិញ្ចឹមស្មានហ្នឹងគេហៅថាចិញ្ចឹមស្មានតងព្រីង បាទ វាមិនអាចចំណេញបាន បាទយើងអាចថិតថេរពេលខ្លះបើផ្គងពេកបានតែម្ដងហើយថ្ងៃក្រោយអត់ ខ្លះចឹងអត់ដោយបាទ បាទ យើងចិញ្ចឹមឲ្យចំណីវាដាក់ដល់អាចទៅប្របែកកូន5ថ្ងៃទៅមកទឹកវាអាចដាក់បានទីទៅ បាទបាទអ៊ំបាទឃើញទេបងប្អូនសំបីតែការប្របែកកូនចេញពីមេហ្នឹងក៏ត្រូវតែរៀនសូត្រតែស្វែងយល់ដែរបើអញ្ចឹងទេបងប្អូនចាំគ្រូខាតទេមេនេះកាយឆ្កឹះទៅទូតរហូតទៅស្កើឡើង នឹងនេះចឹងខាងមុនបានទៅ រៀនសំខ្លះបាទនឹងអញ្ចឹងអរគុណច្រើនអ៊ំថ្ងៃនេះហើយអរគុណបងប្អូនទាំងអស់គ្នាបាទបងប្អូនចង់ដឹងពីការចិញ្ចឹមជ្រូកចំកាត់ផ្សេងៗបងប្អូនអាចខមមិនបានហើយបើខ្ញុំថ្ងៃនេះមកជួបអ៊ំនិយាយតែពីពេចលើលុះអីសូមការខន្តីអភ័យទោសនេះក៏ជាការចែករំលែកបទពិសោធន៍ការចិញ្ចឹមជ្រូកមួយចំនួនទៅកាន់បងប្អូនខ្មែរយើងមកតាមខេត្តក្នុងប្រទេសកម្ពុជាក៏ដូចជាបងប្អូនដែលរស់នៅក្រៅស្រុកនឹងហើយគ្រប់អរគុណដល់បងប្អូនអរគ្នាហើយទីតាំងនេះបញ្ជាក់តិចបាននៅភូមិតកែងរំទី2ឃុំច័ន្ទត្រីស្រុករមៀហែកខេត្តស្វាយរៀងយើងបងប្អូនអរគ្នាបងប្អូនគាត់ថាវីដេអូល្អកុំភ្លេចជួយ like share follow page របស់ខ្ញុំបាទលេបងខាងបតៃផងអរគុណច្រើនបងប្អូនអរគុណ